Nhânទាំងអស់គ្នាមានឆ្ងល់អត់ថៃបាន Lucy ចេះញញឹមចឹងហើយស្នាមញញឹមមួយហ្នឹងគឺចេញមកពីធម្មជាតិរបស់ Lucy ហ្មងมันអាចប្រខិតប្រខំឲ្យគ្នាញញឹមបានទេអ្នកទាំងអស់គ្នាសូម្បីតែខ្ញុំជាម្ចាស់របស់ Lucy ផ្ទាល់ក៏ខ្ញុំអាចសឡុតឲ្យគ្នាញញឹមបានដែរហើយខ្ញុំឆ្ងល់ខ្លាំងមែនតើតោះមកខ្ញុំទៅ search Google ទៅ Google ប្រាប់ថាមិនថា Shiba Inu ឬក៏ឆ្កែពូជផ្សេងទេសុទ្ធតែចេះញញឹមពេលដែលគេញញឹមគឺបានន័យថាគេកំពុងតែសប្បាយចិត្តហើយគ្មានការគំរាមកំហែងស្ដែងចឹងមែនពួកខ្ញុំតែងតែទុកគីគីនៅក្នុងហាងហ្នឹងសុទ្ធតែជាគោលរបស់ពួកខ្ញុំទាំងអស់មិនថាការងាររវល់ប៉ុណ្ណាខ្ញុំតែងតែឆ្លៀតពេលបន្តិចបន្តួចដើម្បីពួកវានាំពួកវាលេងឬក៏អោបពួកវានិយាយជាមួយពួកវាតែទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថាអូមិននិយាយមួយឆ្កែអញ្ចឹងតែប៉ុន្តែគីគីសុទ្ធតែចេះស្ដាប់ភាសាយើងវាចាប់ផ្ដើមរៀនម្ដងបន្តិចម្ដងបន្តិចនៅពាក្យដែលយើងនិយាយដដែលជាមួយគេហើយវាចាប់ផ្ដើមទទួលយកក្តីស្រឡាញ់ពីយើងដូចគ្នាយើង take care ជាមួយវាគឺវាសប្បាយចិត្តនៅតាមនឹងដែរគ្នាជាមួយ Lucy នេះអញ្ចឹងពេលដែលខ្ញុំផ្ដល់ក្តីស្រឡាញ់ឲ្យវាពេញលេញគឺវាផ្ដល់ស្នាមញញឹមឲ្យខ្ញុំជានិច្ចគេថាស្នាមញញឹមជាមេរោគមួយយ៉ាងដែលឆ្លងលឿនបំផុតឧទាហរណ៍ជាក់ស្ដែងមនុស្សម្នាក់គាត់ញញឹមដាក់យើងក៏ចេះញញឹមដាក់គេវិញមែនទេដូចគ្នាជាមួយ Lucy អញ្ចឹងពេលដែល Lucy ញញឹមដាក់យើងក៏ជាឆ្លងស្នាមញញឹមនឹងពី Lucy មកមានភ្ញៀវមួយចំនួនដែលគាត់អាសាមិនលេងដល់កាហ្វេហើយ Lucy ចេញទៅទទួលដោយម្ចាស់អញ្ចឹងពេលដែលគេចេញទៅទទួលគេធ្វើមុខបែបហ្នឹងអ្នកនរគ្នាមុខញ៉ាំហើយបត់ជាថៃក្រោយហ្នឹងតែខ្ញុំឆ្លាញ់ជាងគេអា style យកទៅជាថៃក្រោយហ្នឹងមកមើលពីមុខមកដូចតងោលអញ្ចឹងដល់មានតិចអញ្ចឹងតែញ៉ាំមួយហ្នឹងអាចធ្វើឲ្យយើងអស់នៅភាពតានតឹងហើយបដូរមកវិញនូវការសប្បាយចិត្តនឹងឃើញវាគួរឲ្យស្រឡាញ់បែបហ្នឹងអ្នកនរគ្នាខ្ញុំ highly recommend មែនតើចំពោះបងដែលមានភាពតានតឹងជាមួយការងារឬក៏បញ្ហាផ្ទាល់ខ្លួនអីក៏ដោយតែពេលនៅមួយគីគីឲ្យបានច្រើនអ្នកទាំងអស់គ្នានឹងកាត់ stress បើអ្នកទាំងអស់គ្នាអត់មានគីគីទេអាចមកលេងនៅដល់ Go Cafe ពួកយើងបាន